ឧទាហរណ៍មិត្តទៅតែបានប៉ូលីសបញ្ឈប់មកតាមផ្លូវដោយសារមិត្តអត់បានពាក់មួកការពារតើមិត្តនឹងត្រូវធ្វើយ៉ាងណាប៉ូលីសបានប្រាប់មិត្តថាមិត្តត្រូវបង់ពិន័យដោយសារមិត្តបានធ្វើខុសតែតើមិត្តនឹងបង់ឬក៏យ៉ាងណាឬក៏រលពាក្យដោះសារមិត្តសម្រេចថាមិត្តនឹងបង់រំពេចនោះលោកប៉ូលីសដ៏ល្អក៏បានដូរគំនិតហើយប្រាប់មិត្តថាលើកនេះគាត់មិនឲ្យមិត្តបង់ពិន័យទេគ្រាន់តែគាត់នឹងដាស់តឿនឲ្យមិត្តពាក់មួកការពារប៉ុណ្ណោះមិត្តក៏ឡើងម៉ូតូតើមិត្តនឹងបើកយ៉ាងណាតើមិត្តនឹងបើកបានពាក់កណ្ដាលផ្លូវដោះមួកចេញឬក៏បើកឌឺប៉ូលីសតែម្ដង បើកបានតែ5 ម៉ែត្រដោះមួកចោលដើម្បីបណ្ឌឺប៉ូលីសឬក៏តើមិត្តនឹងពាក់មួកដោយលោកប៉ូលីសបានប្រាប់ហើយខំប្រឹងធ្វើតាមច្បាប់បន្តឬយ៉ាងណាស្រដៀងទៅនេះដែរព្រះយេស៊ូវបានផ្ដល់ព្រះគុណរបស់ទ្រង់ដល់មិត្តតែតើមិត្តនឹងក្រវែងចោលក្រឹតវិន័យ10ប្រការដោយសារបានព្រះគុណឬអត់មិនមែនទេមិត្តទទួលបានព្រះគុណពីព្រះយេស៊ូវមែនតែក្រឹតវិន័យនៅដដែលហើយមិត្តក៏នៅតែត្រូវធ្វើតាមក្រឹតវិន័យ10ប្រការដដែល